សូមជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិដែលកំពុងតែរស់នៅក្នុងស្រុកនៃការគ្រប់គ្រងគ្រប់នឹងសូមជម្រាបសួរបងប្អូនដែលកំពុងតែរស់នៅទីក្រុងតូរ៉ុនតូប្រទេសកាណាដាហើយថ្ងៃនេះតាមរយៈលោកខឹមណារិតក៏បាននាំតាមការពីបងប្អូនដែលរស់នៅប្រទេសកាណាដាមកជួយឧបត្ថម្ភដល់មូលនិធិគុណភបុប្ផាហើយបើចង់ដឹងពីថវិកានេះមកពីណាហើយចំនួនប្រមាណខ្ញុំនាំអារម្មណ៍ទៅជួបលោកខឹមរត់ទាំងនេះបាទហើយបាទយល់ថាវិការទាំងអស់នេះបានមកពីខាងណាវិញបាទថាវិការដែលខ្ញុំទទួលបាននៅថ្ងៃនេះតាមរយៈគ្រួសារលោកជាង3និងលោកជាងសម្បត្តិគាត់បានចាតាមរយៈខ្ញុំបាទតាមរយៈក្រុមការងារគណៈបក្សសង្គ្រោះជាតិនៅទីក្រុងតូរ៉ុនតូបាទហើយថ្ងៃនេះយើងបានមកទីក្រុងគុណភបុប្ផាដើម្បីនាំយកថាវិការនេះជូនទៅដល់ទីក្រុងគុណភបុប្ផាសម្រាប់ធ្វើការងារសម្រាប់ជួយទៅដល់ជនរងគ្រោះជួយដល់កុមារផ្សេងៗហើយថាវិការដែលបានមកពីក្រុមវិស័យលោកគ្រូសាលោកជាង3និងជាងសម្បត្តិហ្នឹងមានចំនួនប៉ុន្មានដែរបាទគឺថាវិការថ្ងៃនេះដែលខ្ញុំទទួលបានពីគ្រូសាលោកជាង3និងជាងសម្បត្តិមានចំនួន$300កាណាដាស្មើនឹង$240អាមេរិកបាទសូមជម្រាបបងថាលោកខឹមណារិតគឺជាយុវជនត្រង់គណៈបក្សសង្គ្រោះជាតិនៅប្រទេសកាណាដាហើយគាត់គឺជាយុវជនមួយរូបដែលសកម្មនឹងការងារគណៈបក្សសង្គ្រោះជាតិនិងគឺជាយុវជនដែលលេចធ្លោជាងគេនៅទីក្រុងតូរ៉ុនតូប្រទេសកាណាដាហើយមួយរយៈពេលនេះពេលដែលលោកប្រធានសង្ឃស៊ីបានចុះទៅដល់ប្រទេសកាណាដាគាត់មានការងារមមាញឹកយ៉ាងខ្លាំងក្នុងការបំពេញការងាររបស់ពួកគាត់ជាយុវជននិងការងារបំពេញបន្ថែមហើយថ្ងៃនេះដែរគាត់បានថវិកាពីបងប្អូនជាពលរដ្ឋក្រុមគ្រួសារលោកគៀងសម្បត្តិនិងគៀងបៃនេះបាននាំថវិកានេះមកដល់ប្រទេសកម្ពុជាហើយថវិកាទាំងអស់នេះយើងនឹងនាំទៅដល់មូលនិធិនៅខាងក្នុងបន្តិចទៀតយើងនឹងទៅជួបគ្នានៅខាងក្នុងបងប្អូននេះប៉ុន្តែយើងមកជួបជាពលរដ្ឋដែលកំពុងតែយកកូនតូចមកជាបាននៅទីនេះយើងឃើញថាមានច្រើនកកមែនតើរងចាំលេខដែលចូលទៅជាបានខាងក្នុងដូច្នេះយើងនាំអារម្មណ៍បងប្អូនទៅក្នុងអត់ទេបាទសូមជឿបាទឥឡូវនេះយើងបានមកដល់មូលនិធិគុណភបុប្ផាយើងទទួលទៅនេះទៅឲ្យលោកខឹមណារិតហើយខឹមណារិតក៏បានជួបជាមួយនឹង